ហេងនេះឡើងមក talk show ទៀតហើយ owner SME យើងថ្ងៃនេះបានសួរគ្រូហេងថាគ្រូហេងបើខ្ញុំមានដើមទុនណាដើមទុន13,000ទៅ$5,000តើគួរតែចាប់ផ្ដើមនៅប្រភេទអាជីវកម្មអីគ្រូក្នុងបរិបទសេដ្ឋកិច្ចយើងបច្ចុប្បន្ននេះវាមានបញ្ហាផងបាទខ្ញុំគិតថាជាសំណួរដែលត្រឹមត្រូវខ្ញុំលើកទឹកចិត្តដល់បងប្អូនម្ចាស់អាជីវកម្មយើងទាំងអស់ដើម្បីរកទទួលទានទោះជាគ្រាលំបាកបច្ចុប្បន្ននឹងក៏ដោយបើសិនជាយើងមិនចាប់ផ្ដើមរកទទួលទានទេតើយើងមានចំណូលឯណាយកមកទ្រទ្រង់ជីវភាពប្រចាំថ្ងៃរបស់យើងខ្ញុំគិតថាបងប្អូនគិតត្រូវហើយការដែលយើងមានដើមទុនតិចយើងត្រូវគិតចាប់ផ្ដើមពីអាជីវកម្មណាដែលវាមិនមានថ្លៃដើមខ្ពស់ខ្ញុំលើកទឹកចិត្តឲ្យបងប្អូនយើងគិតទៅលើអាជីវកម្មណាដែលងាយដែលវាមិនស្មុគស្មាញហើយវានឹងចំណាយថ្លៃដើមទាបហើយវាមានផលប៉ះពាល់តិចខ្ញុំលើកជាឧទាហរណ៍ថាយើងលក់អាហារតាមប្រទេសហ្នឹងគឺអាហារសម្រន់ឬក៏អាហារពេលល្ងាចហ្នឹងឧទាហរណ៍ដូចយើងលក់សាច់គោអាំងតាមប្រទេសឬក៏យើងលក់ម្ហូបដែលយើងកំងស្រាប់ដែលនៅជុំវិញផ្សារហ្នឹងយើងមើលទៅនៅផ្សារអូអាស័យក៏មានផ្សារទូរពងក៏មានផ្សារថ្មីអីហ្នឹងក៏មានដែរហើយយើងលក់ប្រភេទភេសជ្ជៈហើយយើងអាចប្រើជា delivery អីទាន់សម័យដែរហើយហ្នឹងក៏ដើមទុនតិចដែរយើងលក់ផ្លែឈើយើងមើលផ្លែឈើមានម្នាស់មានស្វាយមានតបែកមានអីហ្នឹងក៏បានប្រាក់ចំណូលច្រើនគួរសមដែរហើយកាហ្វេរទេះរុញអីព្រលឹមឡើងខ្ញុំឃើញដាច់មែនទែនហើយលក់ត្រីអាំងលក់មានផ្ទាប់ជាមួយនឹងជ្រក់ឬក៏ស្វាយបុកឬក៏អំពិលបុកអីហ្នឹងគឺថាជា popular food សម្រាប់ប្រជាជនខ្មែរយើងហើយបរទេសក៏គេចូលចិត្តញ៉ាំដែរដូចបុកល្ហុងបុកអីតាមផ្លូវហ្នឹងអាហ្នឹងជា model business ដែលល្អហើយមួយទៀតគឺជាប្រភេទ business ដែលជួយទ្រទ្រង់ជីវភាពប្រចាំថ្ងៃដែរដូចថាការចិញ្ចឹមត្រីចិញ្ចឹមមាន់ចិញ្ចឹមទាចិញ្ចឹមអីហ្នឹងគឺជាប្រភេទ business ដែលមិនត្រូវការដើមទុនធំទេប៉ុន្តែបានចំណូលជាប្រចាំដូចជាដាំស្ពៃដាំបន្លែដាំអីទីទួយហ្នឹងក៏មិនត្រូវជាដើមទុនធំទេប៉ុន្តែក្នុងបរិបទបច្ចុប្បន្ននេះយើងត្រូវរកប្រភេទ business អញ្ចឹង business ណាដែលមានដើមទុនតិចហើយមានហានិភ័យទាបជាចុងក្រោយមួយទៀតខ្ញុំចង់លើកទឹកចិត្តឲ្យបងប្អូនចេះសង្កេតរកដៃគូចេះរកដៃគូណាដែលមានចិត្តដូចយើងដែរនឹងហើយចន្ទៈដូចយើងដែរនឹងហើយមានគំនិត business ដូចយើងដែរអាហ្នឹងយើងអាចរកជាដៃគូទៅអញ្ចឹងយើងប្រមូលផ្ដុំជាដៃគូច្រើនយើងអាចពង្រីកវិសាលភាពយើងកាន់តែធំបាទអញ្ចឹងយើងរកស៊ីម្នាក់ឯងថាយើងលក់បាន100អតិថិជនបាទ2នាក់វាបាន200អតិថិជនអញ្ចឹងអាកម្លាំងនៃការលក់ចូលគ្នាវាធ្វើឲ្យអតិថិជននឹងកាន់តែសម្បូរបែបហើយយើងផ្ដល់សេវាឬក៏ផលិតផលទៅឲ្យអតិថិជននឹងក៏ល្អជាងមុនដែរបាទអញ្ចឹងជាចុងក្រោយខ្ញុំលើកទឹកចិត្តដល់បងប្អូនម្ចាស់អាជីវកម្មគួរតែចាប់ផ្ដើមធ្វើអាជីវកម្មហើយអាជីវកម្មដែលគួរតែធ្វើពេលបច្ចុប្បន្នគឺជាអាជីវកម្មខ្នាតតូចហ្នឹងហើយដូចខ្ញុំរៀបរាប់ពីខាងលើហ្នឹងបាទសូមអរគុណបាទ Yo, just do what you wanna do.